Okបងអូនជួបគ្នានៅវគ្គ2ពីរបៀបនៃការធ្វើទៀនក្លិនក្រូចឆ្មានិងក្លិនគល់ស្លឹកគ្រៃអញ្ចឹងបន្តពីវគ្គទី1ដែលយើងធ្វើការក្លុកគល់ស្លឹកគ្រៃជាមួយនឹងប្រេងឆាអញ្ចឹងខ្ញុំបានធ្វើការកិនរួចរាល់ហើយវាបានម៉ត់ប៉ុណ្ណឹងដោយសារតែម៉ាស៊ីនខ្ញុំវាកម្លាំងរៀងខ្សោយអត់សូវខ្លាំងតែបើបងអូនកិនបានម៉ត់ជាងហ្នឹងក៏ល្អដែរបន្ទាប់មកយើងត្រូវដាក់ខ្ទះហើយចាក់គល់ស្លឹកគ្រៃដែលយើងកិនហើយហ្នឹងចូលទៅក្នុងខ្ទះរួចធ្វើការកូរវាបន្តិចទៅហើយទុកវាចោលនៅក្នុងហ្នឹងឲ្យវាពុះរីងរហូតដល់វាមើលទៅរៀងឡើងប្រេងអញ្ចឹងបន្ទាប់ពីខ្ញុំទុកវាបន្តិចក្រោយមកវាចាប់ផ្ដើមពុះខ្លាំងហើយវាចាប់ផ្ដើមមើលទៅឃើញមានការឡើងប្រេងតិចកុំឲ្យខាតពេលយើងយកមកធ្វើការគាស់ទៀនចាស់ដែលយើងមាននៅសល់ដើម្បីយកទៅរំលាយវាចឹងបងអូននេះវាឡើងស្ងួតហើយយើងធ្វើមិនឲ្យវាឡើងស្ងួតហើយមើលទៅឃើញវាឡើងប្រេងណាបងអូនអញ្ចឹងយើងបន្តធ្វើការលីងវាតិចទៅអញ្ចឹងបើបងមកមើលទៅរៀងស្ងួតពេកដូចខ្ញុំឃើញអត់សូវមានឡើងប្រេងអញ្ចឹងខ្ញុំចាក់ប្រេងបន្ថែមទៀតអញ្ចឹងណាបងអូនហើយបន្តមកទៀតយើងចាប់ផ្ដើមចាក់វាទុកមួយឡែកសិនយើងចាក់វាទុកឲ្យត្រជាក់ទៅព្រោះអាហ្នឹងយើងត្រូវការយកវាយកទៅពូតយកទឹកវាអញ្ចឹងបន្តមកទៀតយើងត្រូវការក្រូចឆ្មានិងស្លឹកក្រូចសើចដើម្បីយកមកធ្វើក្លិនក្រូចម្ដងអញ្ចឹងបន្ទាប់ពីយើងគាស់ទៀនបានរួចរាល់ហើយយើងត្រូវការស្លឹកក្រូចសើចហើយនិងក្រូចឆ្មា2ផ្លែអញ្ចឹងយើងបេះយកតែស្លឹកវាបានហើយបន្តមកទៀតយើងត្រូវការ70ស្បកក្រូចឆ្មាដាក់ចូលទៅក្នុងទៀនដែលយើងត្រូវរំលាយហ្នឹងអញ្ចឹងបងប្អូនចាត់វាឲ្យអស់ទៅតែបើបងប្អូនអាចមានក្រូចឆ្មាច្រើនជាងហ្នឹងក៏ដាក់ច្រើនក៏បានដែរហើយយើងចាប់ផ្ដើមកាត់ស្លឹកក្រូចសើចដាក់ចូលទៅក្នុងទៀនដូចគ្នា